Hai system បងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី27ខែ10ឆ្នាំ2025នៅក្នុងវីដេអូនេះរៀង set តិចបងប្អូនអរគ្នាខ្ញុំចង់ចែករំលែកបងប្អូនអរគ្នាទាក់ទងជាមួយនឹងការដាក់ធានាដាក់ឯកសារមកលេងអាមេរិកណាបងប្អូនគឺខ្ញុំបានព្យាយាមដាក់ឯកសារឲ្យម៉ាក់ប៉ារបស់ខ្ញុំហើយខែមុនហ្នឹងគឺខ្ញុំដាក់បានជោគជ័យបងប្អូនអរគ្នាគឺខ្ញុំ pay លុយបង schedule appointment ឲ្យពួកគាត់ interview ណាហើយម្សិលមិញនេះគឺគាត់បានទៅ interview ប៉ុន្តែលទ្ធផលចេញមកគឺធ្លាក់បងប្អូនអរគ្នាហើយម៉ាក់ប៉ាខ្ញុំគឺគាត់ទៅសភា2ដងបងប្អូនអរគ្នាលើកទី1ហ្នឹងគឺគាត់ជួលគេអញ្ចឹងណាហើយលើកទី2នេះខ្ញុំធ្វើខ្លួនឯងបងប្អូនអរគ្នាខ្ញុំមើលតាមអ៊ីនធឺណិតហើយខ្ញុំចូលទៅតាម website ខ្ញុំដាក់ឲ្យគាត់ហើយខ្ញុំរៀបឯកសារខ្លួនឯងអញ្ចឹងណាប៉ុន្តែវាអត់ជោគជ័យទេបងប្អូនអរគ្នាវាធ្លាក់ដូចតាគេដាក់លើកទី1ដែរហើយពេលដែលធ្លាក់គេឲ្យកតាស់មួយបងប្អូនអរគ្នាជាមួយខ្ញុំដាក់នៅក្នុងវីដេអូនេះឲ្យបងប្អូនអរគ្នាមើលហើយលទ្ធផលគឺដូចគ្នាបងប្អូនអរគ្នាធ្លាក់លើកទី1ក៏គេឲ្យកតាស់ហ្នឹងធ្លាក់លើកទី2ហ្នឹងក៏គេឲ្យកតាស់ហ្នឹងដែរហើយអ្វីដែលគេសួរគឺតាមម៉ាក់ប៉ាខ្ញុំប្រាប់ខ្ញុំគឺគេសួរតែ3សំណួរបងប្អូនអរគ្នាសួរទី1គឺសួរថាយើងមកអាមេរិកហ្នឹងគោលបំណងអីគេហើយមួយទៀតគឺកូនធ្វើការអីគេហើយមួយទៀតគឺកូនហ្នឹងមកអាមេរិកបានប្រហែលឆ្នាំហើយខ្ញុំអត់ទៅច្បាស់ដែរបងប្អូនអរគ្នាព្រោះអីវីសាធម្មតាវីសា B1 B2 ហ្នឹងតាមអ្វីដែលខ្ញុំស្រាវជ្រាវមើលទោះបីជាយើងអត់មានកូនអត់មានអីក៏ដោយបងប្អូនអរគ្នាគឺនៅតែអាចមកបានណាប៉ុន្តែខ្ញុំចម្លែកត្រង់ថាម៉ាក់ប៉ាខ្ញុំគឺមានខ្ញុំហើយមានកូននៅនេះហើយប៉ុន្តែគេនៅតែអត់ឲ្យមកទៀតខ្ញុំអត់យល់បងប្អូនអរគ្នាអ្នកខ្លះគឺគេមកតែខ្លួនគេទៅទេបងប្អូនអរគ្នាគេអត់មានគ្រួសារក៏គេអាចមកបានដែរអ្នកខ្លះណាប៉ុន្តែខ្ញុំឆ្ងល់ក្នុងម៉ាក់ប៉ាខ្ញុំគាត់សុភា2ដងហើយលើកទី2នេះគឺខ្ញុំដាក់បញ្ជាក់គេទៀតថាគាត់មានកូននៅអាមេរិកណាបងប្អូនហើយប៉ាខ្ញុំក៏គាត់បានឆ្លើយប្រាប់ដែរពេលដែលគេសួរគាត់មកសំណួរដំបូងហ្នឹងថាពូមកលេងអាមេរិកហ្នឹងគុំម្ដងអីចឹងណាគាត់ថាមកលេងកូននៅអាមេរិកចឹងទៅហើយសួរសំណួរទី2សួរថាកូនហ្នឹងធ្វើការអីចឹងណាបងប្អូនហើយសំណួរទី3កូនហ្នឹងមកអាមេរិកបានមួយឆ្នាំហើយប៉ាខ្ញុំដូចបងប្អូនដឹងស្រាប់ហើយខ្ញុំទៅមកឆ្នាំមុនទេហើយប៉ាខ្ញុំក៏គាត់ប្រាប់ត្រង់ទៅគាត់ហ៊ានមនុស្សត្រង់បងប្អូនអត់ហ៊ានកុហកគេទេហើយយើងអត់ដឹងថាកុហកបានការអីណាបងប្អូនព្រោះអីយើងដឹងហើយស្ថានទូតអាមេរិកវាចូលចិត្តឆ្លើយត្រង់ទៅត្រង់មកដល់ពេលយើងត្រង់ទៅគេឲ្យយើងជាប់ដដែលបងប្អូនអរគ្នាហើយអ្វីដែលខ្ញុំស្មានណាបងប្អូនខ្ញុំអត់ច្បាស់ទេប៉ុន្តែអ្វីដែលខ្ញុំស្មានគឺខ្ញុំគិតថាដោយសារតែខ្ញុំមកលឿនពេកបងប្អូនអរគ្នាគឺខ្ញុំមកត្រឹមបានតែមួយឆ្នាំណាហើយពួកហ្នឹងវាគិតថាអូកូនអ្នកឯងទៅបានមួយឆ្នាំអញ្ចឹងអ្នកឯងជ្រួលជ្រើមទៅលេងកូនទៅអីប្រញាប់ទៅលេងកូនទៅអីណាប្រហែលជាវាគិតអញ្ចឹងបងប្អូនអរគ្នាប៉ុន្តែបើតាមអ្វីដែលខ្ញុំស្រាវជ្រាវវាអត់គួរអញ្ចឹងសោះបងប្អូនវាគួរតែមកលេងបានណាព្រោះអីអ្នកខ្លះអត់មានកូនផងក៏គេមកលេងបានដែរអញ្ចឹងចាំបាច់គិតរឿងកូនមកបានមួយឆ្នាំឬក៏2ឆ្នាំអីវាអត់សមបងប្អូនបើសិនជាខ្ញុំដឹងថាគេគិតអញ្ចឹងក៏ខ្ញុំអត់ដាក់ឯកសារដែរបងប្អូនអរគ្នាប៉ុន្តែវាអត់មានផុសតាងណាមួយបញ្ជាក់ថាកំណត់ថាកូនអ្នកឯងត្រូវតែមក4-5ឆ្នាំអីបានអ្នកឯងមកលេងបានអញ្ចឹងណាបងប្អូនអញ្ចឹងក៏ខ្ញុំដាក់ឲ្យគាត់ទៅប៉ុន្តែលទ្ធផលវាអត់គាប់ចិត្តបងប្អូនអរគ្នាហើយមានតែទទួលយកហើយអស់លុយច្រើនដែរបងប្អូនអរគ្នាគឺខ្ញុំដាក់ឲ្យម៉ាក់ប៉ាខ្ញុំហើយប្អូនខ្ញុំមួយទៀតវាអស់555បងប្អូនអរគ្នាព្រោះអីហ្វីហ្នឹងវា180ណាហើយការដាក់ស្រួលទេបងប្អូនអរគ្នាឆ្ងល់កន្លែងណាអាចខមមិនសួរខ្ញុំបានព្រោះអីខ្ញុំដឹងខ្ទេចខ្ទីអស់ហើយបងប្អូនអរគ្នារបៀបដាក់ appointment ទៅសភាហ្នឹងណាព្រោះអីខ្ញុំធ្វើលើនឹងច្រើនបងប្អូនអរគ្នាមុំដែលខ្ញុំ request ដាក់ appointment ឲ្យគាត់បានហ្នឹងខ្ញុំប្រើពេលមួយខែបងប្អូនអរគ្នាហើយវាត្រូវការយើងចេះអង់គ្លេសគួរសមដែរបងប្អូនអរគ្នាព្រោះយើងត្រូវ email ទៅគេណាយើងអត់មានទេទូរស័ព្ទបានទេបងប្អូនអរគ្នាហ្នឹងដើម្បីយើងដាក់ appointment ដាក់ឯកសារដើម្បីសភាមកលេងអាមេរិកហ្នឹងហើយបងប្អូនអរគ្នាមានតែប៉ុណ្្នឹងទេហើយចំណុចចុងក្រោយគឺខ្ញុំចង់អ្វីដែលខ្ញុំចង់និយាយបញ្ជាក់បងប្អូនហ្នឹងគឺបងប្អូនអរគ្នាពេលដែលធានាម៉ាក់ប៉ាមកលេងណាសម្រាប់អ្នកដែលទៅមកដល់អាមេរិកថ្មីទៅបាន5-6ខែឬក៏បានមួយឆ្នាំអីដូចខ្ញុំបងប្អូនអរគ្នាមិនគួរចំណាយលុយដាក់ទេបងប្អូនអរគ្នា
anh ấy chia cầm đất bao nhóm ấy tại bóng bồn trong xạ mớ cứ ai xạ bàn bóng bồn đặc nìa bởi dương cơ thà ó lấy thế lùi phần phần đang dương trong xạ lấy xạ từ tại vậy đại nhóm đi cầm bắn cứ cầm toàn bóng bồn đặc nìa buổi nhóm luôn anh to được nhóm rai rạp muốn nâng chắc bóng bồn đặc nìa ai cái xã nhóm ở miền khâu ấy thế nhóm đã làm lưng tầng ao bóng bồn tại cái áo trộm tại đại đó chẳng nhóm cơ thà bóng bồn đặc nìa nên lừa bóng bồn đặc nìa cất đấy năng ấy chẳng nhóm miền đập bắn năng bóng bồn đặc nìa việc ôn hiện settingហើយខ្ញុំនឹងជួបគ្នានៅយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណសម្រាប់ការទស្សនាបាយបាយ